You're listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទតាំងសារ៉ាដាសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសៅរ៍600ខែស្រាប់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី16ខែសីហាគ្រិស្តសករាជ2014ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃលោកសំរងស៊ីជំរុញឲ្យពលរដ្ឋខ្មែរធ្វើញត្តិបដិញ្ញអ្នកនាំពាក្យស្ថានទូតវៀតណាមចេញពីកម្ពុជាប្រសិនបើគ្មានការសុំទោសអង្គភាពប្រឆាំងអំពើពុករលួយអំពាវនាវឲ្យវិស័យឯកជនចូលរួមប្រឆាំងអំពើពុករលួយសាឡាវតូនឹងបើកសវនាការលើសំណុំរឿងសំណើក្រៅឃុំរបស់យុវជន3រូបរបស់គណៈបកប្រឆាំងក្រុមចលនាមេដាធម្មជាតិក្រុងជីកង់ផ្សព្វផ្សាយអំពីតំបន់អារ៉ែងដែលកំពុងរងការគំរាមកំហែងពីក្រុមហ៊ុនចិនរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាអង្គភាពប្រឆាំងអំពើពុករលួយអំពាវនាវឲ្យវិស័យឯកជនចូលរួមប្រឆាំងអំពើពុករលួយតាមរយៈធ្វើឲ្យក្រុមហ៊ុនស្អាតស្អំដោយគុំប្រគល់លុយទៅឲ្យបុគ្គលណាម្នាក់ដោយខុសច្បាប់វិស័យឯកជនដែលភាគច្រើនជាក្រុមហ៊ុនអន្តរជាតិបង្ហាញថាស្ថាប័នពួកគេភាគច្រើនមានច្បាប់កំណត់ត្រឹមត្រូវក្នុងពេលប្រតិបត្តិការងារព្រោះប្រទេសកំណើតរបស់ពួកគេតែងតែទម្លាប់គោរពច្បាប់ប៉ុន្តែមានការលំបាកក្នុងបរិយាកាសនៅកម្ពុជាដែលទម្លាប់ពុករលួយតាមរយៈប្រើលុយក្រោមតុឬលុយកម្រៃជើងសារនិងតាមរូបភាពផ្សេងៗទៀតទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការងារជាមួយក្រុមហ៊ុនលោកសេមនិតមានសេចក្តីរាយការណ៍អង្គភាពប្រឆាំងអំពើពុករលួយលើកទឹកចិត្តវិស័យឯកជនធ្វើជាជនបង្គោលឬជាស្នូលនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយកំប្រើសំណូកដើម្បីសម្រេចគោលដៅការងាររបស់ខ្លួននោះប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកអោមយុនទៀងថ្លែងនៅក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុករលួយជាមួយនឹងវិស័យឯកជនស្ដីពីកម្មវិធីប្រឆាំងអំពើពុករលួយកាលពីរសៀលថ្ងៃទី15ខែសីហាថាស្ថាប័នលោកក៏ខិតខំជួយផ្ដល់ជាកម្លាំងចិត្តផ្ដល់នៅអាវុធខាងផ្លូវច្បាប់ការពារនៅពេលក្រុមហ៊ុនឯកជនប្រកែកមិនព្រមផ្ដល់លុយខុសច្បាប់ទៅឲ្យជនណាមួយហើយលោកក៏រឹតបន្តឹងបញ្ហានេះទៅខាងមន្ត្រីរដ្ឋាភិបាលដែរខាងវិស័យឯកជនដែលជាវិស័យមួយលើផ្នែកអំណាចហ្នឹងគាត់ទុនខ្សោយជាងហើយត្រូវគេទាមទារឲ្យបងនេះបងនោះដោយខុសច្បាប់គាត់គុំអាចរស់បានគាត់មិនអាចដំណើរការបានហើយវាអាចធ្វើឲ្យមានផលវិបាកច្រើនលោកបន្តថាបញ្ហានេះមិនមែនជាការចាប់ផ្ដើមទេតែជាការបើកទំព័រថ្មីមួយទៀតដែលលោកហៅថាជាការរំដោះវិស័យឯកជនឲ្យចេញផុតពីការលំបាកក្នុងការចម្រិតទារលុយពីមន្ត្រីពុករលួយហើយបើសិនជាគេមកដកលុយពីកប៉ៅហើយគេមកវិនិយោគដូចជាដកលុយពីកប៉ៅមកធ្វើបាបខ្លួនឯងតើសួរថាអនាគតទៅមុខយ៉ាងម៉េចគាត់បន្តទៀតទេបើគាត់មិនបន្តតើយើងមិនយើងលំបាកបើសិនពុកលួយខ្លាំងគឺសេដ្ឋកិច្ចដើរអត់រួចទេសេដ្ឋកិច្ចពិបាកតែតងបញ្ហានេះក្រុមហ៊ុនឯកជនខ្លះថាក្រុមហ៊ុននីមួយៗមានច្បាប់ប្រឆាំងអំពើពុករលួយកំណត់ពីប្រទេសដើមនិងប្រទេសដែលត្រូវវិនិយោគសម្រាប់ប្រទេសកម្ពុជាក៏មានដូចគ្នាដែរក៏ប៉ុន្តែការពិតជាក់ស្ដែងគឺពិបាកអនុវត្តទៅតាមច្បាប់នោះជាពិសេសក្នុងបរិយាកាសប្រទេសដែលធ្លាប់មានអំពើពុករលួយទៅហើយនោះដំណើរពីក្រុមហ៊ុនកូកាកូឡាក្នុងចំណោមក្រុមហ៊ុនឯកជនប្រមាណ20ផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះដែរបានបង្ហាញពីបទពិសោធន៍របស់ខ្លួនបន្ទាប់ពីបានចុះអនុសារណៈយោគយល់គ្នាជាមួយអង្គភាពប្រឆាំងអំពើពុករលួយថាមុនមានកិច្ចព្រមព្រៀងក្រុមហ៊ុនមានការលំបាកច្រើនរវាងច្បាប់និងការអនុវត្តជាក់ស្ដែងដូចជាការចាយលុយក្រោមតុដើម្បីឲ្យការងារក្រុមហ៊ុនដើរប៉ុន្តែទោះយ៉ាងណាក៏ក្រុមហ៊ុនត្រូវតែគោរពច្បាប់ពីព្រោះតាមច្បាប់អ្នកសូកេក៏ត្រូវជាប់គុកអ្នកទទួលក៏ត្រូវជាប់គុកដូចគ្នាដែរដូច្នេះមានតែងាកទៅរកខាងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីជួយដោះស្រាយក្នុងរឿងនេះ
នៅពេលដែលយើងបានចូលមកយូរនឹងហើយការងាររបស់យើងវាពិតជាបានប្រសើរជាងមុនដែរដូចទៅខាងគយក៏មានភាពងាយស្រួលទៅខាងគុនដាឥឡូវក៏ងាយស្រួលបញ្ហាវានៅមានខ្លះដែរក៏ប៉ុន្តែយើងចាប់ដើមដោះស្រាយដើមមានបញ្ហាទៅជាមួយសួងហើយក៏យើងមាន contact person ច្បាស់លាស់នៅខាង ACU នោះជាការជួបពិភាក្សានៅពេលនេះធ្វើឡើងមុនពេលមានកិច្ចប្រជុំធំមួយនៅកម្ពុជាដែលនិយាយអំពីការប្រឆាំងអំពើពុករលួយដោយមានតំណាងប្រមាណ30ប្រទេសចូលរួមក្នុងនោះក៏មានវិស័យឯកជនចូលរួមផងដែរនៅខែកញ្ញាខាងមុខនេះខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីនៅថ្ងៃម្សិលមិញនេះដែរអង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសថានឹងធ្វើយុទ្ធនាការស្វែងរកឈ្មោះឬមន្ត្រីខ្មោចដែលនៅទទួលប្រាក់ខែពីស្ថាប័នរដ្ឋតែគ្មានមនុស្សធ្វើការនៅពេលឆាប់ខាងមុខនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកអោមយុនទៀងប្រកាសចាត់វិធានការករណីឈ្មោះខ្មោចក្នុងស្ថាប័នរដ្ឋនេះដោយលោកចាត់ទុកថាជាករណីពុករលួយធំមួយដែលត្រូវចាត់វិធានការជាបន្ទាន់បានន័យថាខ្លួនខ្មោចខ្លួននៅទទួលយកប្រាក់ខែដូច្នេះលើកនេះយើងចាប់ខ្មោចម្ដងមានន័យថាបញ្ហាសាមញ្ញនេះគឺអ្នកដែលរក្សាក្របខ័ណ្ឌខ្មោចនេះទុកហើយយកលុយរបស់ជាតិយកដាក់កប៉ៅខ្លួនឯងអ្នកនោះត្រូវតែប្រឈមមុខនឹងការកេងយកផលប្រយោជន៍ដ៏ខុសច្បាប់លោកអោមយិនទៀងថ្លែងបែបនេះក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុករលួយនិងវិស័យឯកជននៅការិយាល័យប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី15ខែសីហាហើយថាមន្ត្រីណាដែលមានជាប់ពាក់ព័ន្ធក្នុងរឿងនេះអាចនឹងមានទោសជាប់ពន្ធនាគាររយៈពេល2ឆ្នាំតាក់ទងបញ្ហានេះអង្គភាពប្រឆាំងអំពើពុករលួយនឹងចាប់ផ្ដើមប្រកាសព័ត៌មាននេះទៅគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះមុននឹងមានវិធានការអង្គភាពប្រឆាំងអំពើពុករលួយនឹងទុករយៈពេល3ខែចាប់ពីថ្ងៃប្រកាសព័ត៌មានដើម្បីឲ្យស្ថាប័ននីមួយៗមានពេលសម្អាតបញ្ជីឬលុបឈ្មោះខ្មោចចេញពីបញ្ជីបើកប្រាក់ខែរដ្ឋនោះស្ថាប័នដដែលនេះនឹងធ្វើកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងមុខងារសាធារណៈដើម្បីអនុវត្តការងារនេះលោកនាងជាទីមេត្រីប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីលើកឡើងថាប្រសិនបើរដ្ឋាភិបាលវៀតណាមមិនព្រមទទួលស្គាល់ប្រវត្តិសាស្ត្រពិតទឹកដីកម្ពុជាក្រោមនិងមិនព្រមសុំទោសពលរដ្ឋខ្មែរតាមការទាមទាររបស់ខ្មែរក្រោមទេនោះពលរដ្ឋខ្មែរទាំងអស់គួរធ្វើញត្តិផ្តិតមេដាយបណ្ដេញអ្នកនាំពាក្យស្ថានទូតវៀតណាមចេញពីប្រទេសកម្ពុជាទៅស្របគ្នានេះដែរមន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថាប្រវត្តិសាស្ត្រនៅតែជាប្រវត្តិសាស្ត្រគេមិនអាចលុបបំបាត់បានទេលោកយាងសុជាមេតារាយការណ៍ថ្លែងនៅពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះក្នុងចំនួនដីធ្លីមកពីខេត្តក្រចេះដែលកំពុងស្នាក់នៅវត្តសាមគ្គីរាំងសីក្នុងសង្កាត់ស្ទឹងមានជ័យនារសៀលថ្ងៃទី15សីហាប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីលើកឡើងថាគណៈបក្សសង្គ្រោះជាតិគាំទ្រចំពោះការទាមទាររបស់ខ្មែរក្រោមដែលឲ្យរដ្ឋាភិបាលវៀតណាមសុំទោសប្រជាពលរដ្ឋខ្មែរលោកសំរងស៊ីចាត់ទុកការលើកឡើងអំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមដោយអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជានាពេលកន្លងមកថាមានចេតនាបោកប្រាស់ដែលលោកថាមិនត្រឹមតែបោកប្រាស់ពលរដ្ឋខ្មែរនោះទេតែថែមទាំងបោកប្រាស់កូនចៅវៀតណាមចំនួនក្រោយទៀតផងលោកសំរងស៊ីបន្តថាវៀតណាមត្រូវតែសុំទោសប្រជាពលរដ្ឋខ្មែរបើមិនអញ្ចឹងទេពលរដ្ឋខ្មែរត្រូវធ្វើញត្តិផ្តិតមេដាយទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមចេញពីប្រទេសកម្ពុជាតែម្ដងទៅទាមទារឲ្យលាតត្រដាងការពិតអ្នកណាបំភ្លៃការពិតបំភ្លៃប្រវត្តិសាស្ត្រត្រូវទទួលស្គាល់កំហុសរបស់ខ្លួនហើយត្រូវសុំទោសខ្មែរដោយស្នាប់ហើយទៅធ្វើបាតកម្មប៉ុណ្ណឹងមិនគ្រាន់ខ្ញុំជឿថាមានគំនិតមួយទៀតយើងនឹងឃើញអ្នកព្រោះអ្នកខ្លះនៅឆ្ងាយមិនអាចចូលរួមក្នុងបាតកម្មបានជាប់រវល់ប៉ុន្តែទឹកចិត្តទេតោនៅជាមួយខ្មែរកម្ពុជាក្រមដោយសារបងប្អូនខ្មែរកម្ពុជាក្រមឃើញអ្នកមួយដើម្បីអំពាវនាវឲ្យខ្មែរទាំងអស់គ្រប់គ្រងចំហការទាមទាររបស់ខ្មែរកម្ពុជាក្រមទាមទារឲ្យលាតត្រដាងការពិតសុំទោសខ្មែរដោយមិនសុំទោសខ្មែរទេចេញពីស្រុកខ្មែរទៅជុំវិញការទាមទាររបស់ខ្មែរក្រោមនេះទីក្រុងហាណូយកាលពីថ្ងៃទី13សីហាស្នើឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការកុំឲ្យមានបាតកម្មប្រឆាំងនឹងវៀតណាមនិងបញ្ជាការដុតទង់ជាតិវៀតណាមជាថ្មីទៀតឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋាភិបាលវៀតណាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រមានប្រសាសន៍នៅថ្ងៃទី15សីហាថាប្រទេសកម្ពុជាខុសពីប្រទេសវៀតណាមលោកថាកម្ពុជាជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបកដូច្នេះពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិឲ្យតែការសម្ដែងមតិនោះធ្វើឡើងដោយស្របច្បាប់និងអហិង្សាលោកខៀវសុភ័ក្របន្តថាវាធម្មតាទេដែលប្រទេសវៀតណាមអអន់ចិត្តនៅពេលដែលទង់ជាតិរបស់ខ្លួនត្រូវបានដុតលោកថាប្រសិនបើគេដុតទង់ជាតិកម្ពុជាក៏ពលរដ្ឋកម្ពុជាអន់ចិត្តដូចគ្នាដែរលោកខៀវសុភ័ក្រចាត់ទុកការដុតទង់ជាតិរបស់បាតកោថាជារឿងអសិលធម៌តែទោះជាយ៉ាងណាលោកថាបញ្ហានេះ
វាកើតឡើងសឹងជាទូទៅហើយនៅលើពិភពលោកថាសូម្បីតែជនជាតិវៀតណាមក៏បានដុតទង់ជាតិចិនដែរនៅពេលពួកគេធ្វើបាតកម្មប្រឆាំងប្រទេសចិនកាលពីពេលកន្លងទៅនេះលោកថារដ្ឋាភិបាលកម្ពុជាសោកស្ដាយចំពោះអ្វីដែលបានកើតឡើងកន្លងមកប៉ុន្តែលោកជឿជាក់ថាវាមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាមឡើយព្រោះលោកថារឿងនេះមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាឡើយយ៉ាងណាក៏ដោយចុះលោកថាប្រវត្តិសាស្ត្រនៅតែជាប្រវត្តិសាស្ត្រគេមិនអាចលុបបំបាត់វាបាននោះទេយើងគិតថាបើឡែកនៃកម្ពុជាយើងគឺខុសគាត់ក៏ចង់ថាជាប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យសេរីគូបកមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផ្សេងៗណាខ្ញុំក៏ថាបើគិតអំពីរឿងសិលធម៌វិញត្រូវការបទងជាតិការបទទូពីមុំយើងគិតថាប្រសិនបើទងជាតិរបស់កម្ពុជាយើងត្រូវជួលមកពីស្នីកាយចោលពីបាត់ចោលទីក៏មិនអាចទទួលបានដែរគាត់វាគាត់ធ្លាប់មានបាតកម្មបទងជាតិចិនទាំងនេះក៏វាអាការបទងជាតិនេះជារឿងកោតលោកខៀវសុភ័ក្របន្តថាទោះជាយ៉ាងណាក៏ដោយបាតកម្មរបស់ខ្មែរក្រោមនិងបណ្ដាញយុវជនប្រឆាំងនឹងវៀតណាមនៅកម្ពុជារដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងស្ថានភាពបាននៅថ្ងៃទី15សីហានេះដែរសហគមន៍ខ្មែរកម្ពុជាក្រោមចេញសេចក្តីថ្លែងការណ៍មួយដើម្បីថ្លែងអំណរគុណដល់អ្នកចូលរួមនិងអ្នកជួយឧបត្ថម្ភក្នុងពេលបាតកម្មកន្លងមកសហគមន៍ខ្មែរកម្ពុជាក្រោមក៏រិះគន់រដ្ឋាភិបាលវៀតណាមដែលសហគមន៍ចោទថាម្ដងហើយម្ដងទៀតជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបង្ក្រាបបាតកោអហិង្សានៅមុខស្ថានទូតវៀតណាមពួកគេចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលវៀតណាមនេះថាជាការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជានិងជាការរំលោភទៅលើគោលការណ៍របស់អាស៊ានមិនអាចប្រកែកបានពួកគេថារដ្ឋាភិបាលកុម្មុយនីសវៀតណាមគ្មានសិទ្ធិនិងឥទ្ធិពលអ្វីមកបង្គាប់បញ្ជាកម្ពុជាតាមតែអំពើចិត្តនោះទេទោះជាយ៉ាងណាពួកគេថាបាតកម្មពួកគេជាបាតកម្មអហិង្សាដោយឈរលើស្មារតីគោរពមិត្តភាពជាមួយប្រទេសជិតខាងល្អមិនបង្កឲ្យមានការប្រកាន់ពូជសាសន៍ឬអរិភាពជាមួយប្រទេសវៀតណាមនោះឡើយហើយថាពួកគេនឹងមិនទទួលខុសត្រូវចំពោះក្រុមទាំងឡាយណាដែលធ្វើសកម្មភាពមិនស្ថិតនៅក្នុងការរៀបចំរបស់ពួកគេឡើយសេចក្តីថ្លែងការណ៍សហគមន៍ខ្មែរកម្ពុជាក្រោមដដែលក៏បញ្ជាក់ដែរថាក្រុមដឹកនាំបាតកម្មប្រឆាំងការបំផ្លិចប្រវត្តិសាស្ត្ររបស់វៀតណាមនឹងផ្អាកធ្វើបាតកម្មដើម្បីរងចាំមើលលទ្ធផលការងាររបស់ក្រសួងការបរទេសកម្ពុជាជាមួយរដ្ឋាភិបាលវៀតណាមទៅតាមញត្តិស្នើសុំរបស់បាតករហូតដល់ដំណាច់ខែសីហានេះពួកគេបញ្ជាក់ថាប្រសិនបើវៀតណាមមិនសូមទោសពលរដ្ឋខ្មែរជាសាធារណៈទេនោះពួកគេនឹងបន្តធ្វើបាតកម្មរហូតដល់មានដំណោះស្រាយខ្ញុំយាងសុជាមេតាវត្ថុអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីមន្ត្រីគណៈបកសង្គ្រោះជាតិឲ្យដឹងថាសាឡាវតូនឹងបើកសវនាការនៅថ្ងៃទី22ខែសីហាដើម្បីសម្រេចលើសំណុំរឿងសុំនៅក្រៅឃុំរបស់យុវជន3រូបរបស់គណៈបកនេះដែលកំពុងជាប់ពន្ធនាគារព្រៃសរប៉ុន្តែមន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនយុវជនទាំង3រូបថាជារឿងនយោបាយសុទ្ធសាធលោកដែលណាជារាយការណ៍លោកហូវ៉ាន់សមាជិកសភាគណៈបកសង្គ្រោះជាតិមានប្រសាសន៍ថាសំណុំរឿងសុំនៅក្រៅឃុំរបស់យុវជន3រូបត្រូវមេធាវីការពារក្តីបញ្ជូនឯកសារពីសាលាដំបងដាក់ជូនតុលាការសាលាអូតូរួចហើយជាងនេះថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិក៏បានអន្តរាគមន៍ទៅលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រសួងយុតិធធម៌ជុំវិញសំណុំរឿងក្តីនេះរួចហើយដែរលោកហូវ៉ាន់មានជំនឿថាយុវជនទាំង3រូបអាចត្រូវតុលាការសាលាអូតូដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី22ខែកក្កដាសប្តាហ៍ខាងមុខយើងកំណត់ឲ្យស្រេចជាមួយគ្នាគឺថ្ងៃ22ខែ8បើកសវនាការទាំង2រឿងតែម្ដងរឿងយុវជនទាំង3នាក់ដែលនៅជាប់ឃុំឃាំងព្រៃសរហើយនិងសម្ភារៈរបស់តំណាងរាស្ត្រទាំង7នាក់ដែលបានបញ្ជូនមកសាលាអូតូកាត់សេចក្តីនៅថ្ងៃនោះជាមួយគ្នាបានខត់ខ្លួនពីថ្ងៃ15ហ្នឹងមានដូចជាទូរស័ព្ទ iPad រថយន្តនិងមធ្យោបាយផ្សេងៗទៀតបានយុវជនគណៈបកសង្គ្រោះជាតិទាំង3រូបដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះលោកខិនជំរឿនប្រធានចលនាយុវជនលោកសានគឹមហេងប្រធានចលនាយុវជនខណ្ឌទួលគោកនិងលោកនាងសុខុនហេរញ្ញឹកចលនាយុវជនខណ្ឌច្បារអំពៅពួកគេត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី2ខែសីហាដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរស្ពាននេះជិតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15ខែកក្កដាតែបណ្ដាលឲ្យពលរដ្ឋនិងកងសន្តិសុខសាលាខណ្ឌដូនពេញរបួសជាច្រើនអ្នកទូយ៉ាងណាមន្ត្រីសង្គមស៊ីវិលមួយចំនួននៅកម្ពុជាចាត់ទុកថាការចាប់ខ្លួនយុវជនបកប្រឆាំងទាំង3រូបដោយសមត្ថកិច្ចរដ្ឋាភិបាលថាធ្វើឡើងក្រោមហេតុផលនយោបាយសុទ្ធសាធលោកអំសំអាតប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូបានហៅការចាប់ខ្លួនយុវជនបកប្រឆាំងទាំង3រូបទៅឃុំខ្លួនថាជារឿងនយោបាយនិងជាការគំរាមកំហែងដល់សិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋឬយុវជនគាំទ្របកប្រឆាំង
លោកថាគណៈបកឈ្នះអាសនៈនីតិកាលទី5ទាំងពីរបានសម្របសម្រួលបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាជាស្ថាពរហើយដូច្នេះត្រូវតែដោះលែងពួកគេឲ្យមានសេរីភាពវិញមន្ត្រីសិទ្ធិមនុស្សរូបនេះបន្ថែមថារដ្ឋាភិបាលគួរបញ្ឈប់សកម្មភាពចាប់ខ្លួនសកម្មជនបកប្រឆាំងក្រោមរូបភាពនយោបាយជាបន្តទៀតព្រោះទង្វើរបៀបនេះនាំឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនិងរំលោភទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាអ្នកនយោបាយគួរតែបញ្ចប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីជាគម្រាមទាមទារចំណូលឬតបប្រយោជន៍ផ្នែកនយោបាយទៅយើងទឹកឲ្យតុលាការធ្វើការឲ្យគ្រាសិទ្ធិបត្តិដើម្បីឆ្វេងរកសិទ្ធិធម៌ជូនជនរងគ្រោះឲ្យបង្កើននៅជំនឿទឹកចិត្តសម្រាប់ពលរដ្ឋឡើងវិញពីព្រោះឥឡូវធ្វើឲ្យជនរដ្ឋបាត់បង់ជំនឿទៅលើប្រព័ន្ធយុត្តិធម៌របស់តុលាការទោះជាបែបនេះក្តីមន្ត្រីរដ្ឋាភិបាលតែងបដិសេធថាការចាប់ខ្លួនតំណាងរាស្ត្រនិងសកម្មជនគណបកប្រឆាំងជាបន្តបន្ទាប់កន្លងមកគឺមិនមែនជារឿងនយោបាយនោះទេយ៉ាងណាក៏ដោយចុះគឺនៅចាំបានថាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិចំនួន7រូបនិងសកម្មជនបកនេះមួយរូបដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី15ខែកក្កដានៅក្នុងអំពើហិង្សាក្បែរស្ពាននេះត្រូវបានតុលាការដោះលែងវិញនៅថ្ងៃទី22ខែកក្កដាគឺកើតឡើងភ្លាមបន្ទាប់ពីមេដឹកនាំគណៈបកទាំងពីរបានព្រមព្រៀងគ្នាលើដំណោះស្រាយនយោបាយដែលនាយកជាវិទ្យុអាស៊ីសេរីទីក្រុងភ្នំពេញលោកអ្នកនាងជាទីមេត្រីបណ្ដាញចលនាមេដាធម្មជាតិនិងជីកង់ហែក្បួនក្នុងគោលបំណងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋអំពីបញ្ហាបរិស្ថានក្នុងតំបន់អរ៉ែងកម្មវិធីជីកង់នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី17ខែសីហាវេលាម៉ោង3រសៀលចាប់ផ្ដើមពីការិយាល័យអង្គការមេដាធម្មជាតិផ្ទះលេខ 227A ផ្លូវលេខ 53BT សង្កាត់បឹងទំពុនខណ្ឌមានជ័យក្រុងភ្នំពេញខាងក្រោយវត្តសន្សំកុសលប្រធានចលនាមេដាធម្មជាតិលោក Alejandro Gonzalez Davidson មានប្រសាសន៍ថាគោលបំណងធំបំផុតក្នុងការជិះកង់នោះគឺដើម្បីសុខភាពបរិស្ថាននិងដើម្បីផ្សព្វផ្សាយអំពីទេសភាពធម្មជាតិល្អប្រណិតនិងជីវិតមនុស្សនិងសត្វនៅតំបន់អរ៉ែងដែលកំពុងរងការគំរាមកំហែងពីក្រុមហ៊ុនចិន Sino Hydro សាងសង់ទំនប់វារីអគ្គិសនីទោះបីជាយ៉ាងណាក៏ដោយលោក Alejandro អះអាងថាសាលាក្រុងភ្នំពេញបានគំរាមចាប់ខ្លួនក្រុមរបស់លោករួចជាស្រេចប្រសិនបើការជិះកង់នេះពិតជាប្រព្រឹត្តទៅមែននោះណាតែសិតឲ្យនឹងយើងទៅសាលាក្រុងដើម្បីជួបមិនហ្នឹងគេគម្រាមថាបើធ្វើគេហក់គេខត់គេដាក់ខ្នោះយើងជីកង់តែកណ្ដាលបានគេឲ្យកធ្វើទាំងអស់គ្នាហើយនឹងចាំមើលលទ្ធផលនៃការគម្រាមកំហែងហើយនឹងយើងក៏តែកំបាច់ទៅទេអាមែនតើហ្នឹងឲ្យយើងចង់ធ្វើខែក្រោយឬខែ11ហ្នឹងអបកម្មទៅមុខទៀតចឹងណាយើងអត់ទាំងធ្វើលឿនទៅយើងតែកំបាច់ទៅចឹងដំបូងក៏តែជីកង់ឯងលោកបន្តថាយ៉ាងហោចណាស់នៅមានមនុស្សប្រមាណ60នាក់ចូលរួមជាពិសេសសិស្សនិស្សិតនិងបណ្ដាញយុវជនជាច្រើនទៀតលោកអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនលោកនាងជាទីមេត្រីតើការទទួលបានព័ត៌មានអាចផ្ដល់សារៈសំខាន់អ្វីខ្លះដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋរហូតមកទល់ពេលនេះពលរដ្ឋខេត្តព្រះវិហារភាគច្រើនមិនអាចទទួលបានព័ត៌មាននោះឡើយតើរដ្ឋាភិបាលមានវិធីដោះស្រាយបញ្ហានេះដោយរបៀបណាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅពេលបន្តិចទៀតពលរដ្ឋនៅក្រុងបាវិតខេត្តស្វាយរៀងចំនួន2គ្រួសារកំពុងបារម្ភខ្លាចគ្មានទីជម្រកស្នាក់អាស្រ័យបន្ទាប់ពីអាជ្ញាធរបញ្ជាឲ្យពួកគាត់រុះរើផ្ទះសម្បែងនិងតម្រូវឲ្យចាកចេញពីដីដែលរស់នៅសប្តាហ៍ថ្ងៃពួកគាត់ទាំងនោះកំពុងស្វែងរកអន្តរាគមន៍ទៅអង្គការសង្គមស៊ីវិលដើម្បីឲ្យជួយការពារតាមផ្លូវច្បាប់ជៀសវាងការបណ្តេញចេញដោយគ្មានសំណងលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍ក្តីបារម្ភប្រជាពលរដ្ឋទាំងពីរគ្រួសារកើតឡើងបន្ទាប់ពីទទួលដំណឹងពីអាជ្ញាធរភូមិដែលបញ្ជាឲ្យពួកគាត់រុះរើផ្ទះកាលពីថ្ងៃទី13សីហាហើយប្រសិនបើរឹងរូសពុំព្រមអនុវត្តតាមការណែនាំទេនោះអាជ្ញាធរនឹងដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅរើផ្ទះហើយតម្រូវឲ្យពួកគាត់បង់ថ្លៃឈ្នួលរុះរើនោះទៀតប្រជាពលរដ្ឋម្ចាស់ដីម្នាក់រស់នៅភូមិផ្ងាយសង្កាត់បាទីក្រុងបាវិតលោកប៉ែនចាក់ថ្លៃនៅថ្ងៃទី15សីហាថាបញ្ជារបស់អាជ្ញាធរឲ្យរុះរើផ្ទះធ្វើឡើងដោយអយុត្តិធម៌បន្ទាប់ពីក្រុមហ៊ុនរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស Manhattan នៅក្រុងបាវិតមកចរចាសុំទិញដីមិនបានសម្រេចហើយប្រើរូបភាពផ្សេងតាមរយៈអាជ្ញាធរដើម្បីឲ្យពួកគាត់ចុះចេញពីដីអ្នកគុកស៊ីដីគេឲ្យមកសួររំសាសដីវាទីជីព្រោះជីក្បែរនោះជីយកអានឹងតម្រងហើយទៅខ្ញុំព្រមលក់បើសិនជាខ្ញុំលក់តើឲ្យខ្ញុំទៅនៅកន្លែងណាទៀតបើមានដីតែប៉ុណ្្នឹងហើយបើដីទៅទិញកន្លែងផ្សេងរាប់ពាន់ហើយ1ម៉ែត្ររាប់ពាន់យកខ្ញុំមានលុយមកពីណាបើចឹងទេអាការព្រួយលំបាមែនទេណាខ្ញុំដឹងទៅនៅណានេះអស់ដីលោកប៉ែនចក់និយាយថាដីដែលអាជ្ញាធរបញ្ជាឲ្យរើផ្ទះចេញនោះមានទំហំទទឹងប្រហែល25ម៉ែត្រនិងបណ្ដោយ100ម៉ែត្រហើយគាត់បានកាន់កាប់តាំងពីឆ្នាំ1990មកម្លេះប៉ុន្តែកាលនោះលោកពុំបានសាងសង់លំនៅឋាននៅឡើយទេក្រោយមកទៀតគឺនៅឆ្នាំ2005លោកបានទៅសាងសង់ផ្ទះធ្វើជាជំរកស្នាក់នៅចិញ្ចឹមជីវិតជាបន្តបន្ទាប់រហូតមក
ស្រដៀងគ្នានេះដែរប្រជាពលរដ្ឋក្បែរខាងម្នាក់ទៀតគឺលោកខិនកនថ្លែងឲ្យដឹងថាដីរបស់លោកទំហំទទឹង20ម៉ែត្រនិងបណ្ដោយ20ម៉ែត្រលោកបានសាងសង់ជំរកស្នាក់អាស្រ័យរស់នៅលើដីនោះតាំងពីឆ្នាំ2007រហូតមកទល់សពថ្ងៃលោកបន្តថាអាជ្ញាធរបង្ខំឲ្យលោករុះរើផ្ទះចេញពីទីកន្លែងស្នាក់នៅដោយពុំមានការផ្ដល់សំណងឡើយហើយលោកសម្ដែងក្តីបារម្ភខ្លាចគ្មានជំរកស្នាក់នៅក្រោយពេលបណ្តេញចេញវាដេញចេញទៅខ្ញុំមិនដឹងទៅរស់នៅណាទេបងអើយបើដីបងគាត់ចែកឲ្យបាន20ម៉ែត្រ4ជ្រុងហ្នឹងខ្ញុំពីមុនមកខ្ញុំសុំដីបងប្អូននៅរហូតហ្នឹងខ្ញុំនោមពរឲ្យខាងវិទ្យាស្ថានបាលជួយឲ្យខ្ញុំបានរស់នៅកន្លែងនោះផងព្រោះខ្ញុំខ្វះខាតឆ្លើយតបនឹងបញ្ហានេះចៅសង្កាត់បាទីលោកច័ន្ទសរុនមានប្រសាសន៍បញ្ជាក់ថាហេតុដែលអាជ្ញាធរតម្រូវឲ្យប្រជាពលរដ្ឋចំនួន2គ្រួសារនោះរុះរើផ្ទះចេញពីដីស្នាក់នៅសពថ្ងៃដោយសារដីនោះជាដីរបស់រដ្ឋហើយពួកគាត់មកតាំងទីលំនៅដោយខុសច្បាប់លោកបន្តថាការដែលអនុញ្ញាតឲ្យពួកគាត់រស់នៅលើដីនោះមួយរយៈដោយសារដីទំនេរពុំមានតម្រូវការនៅឡើយគាត់កាប់គូរស់នៅម៉ែគាត់តែភាពជាណាធ្វើឲ្យយើងមានកម្មសិទ្ធិរបស់យើងទេបាទនៃរដ្ឋគេទៅនៅគេមិនហើយទេប៉ុន្តែរដ្ឋត្រូវការគេឲ្យយើងចេញហើយគេឲ្យចេញគាត់គាត់ចេញតែពេលនេះគេយកធ្វើឲ្យខាងរបស់គាត់ចេញពីរោងចក្រតាក់ទងនឹងបញ្ហានេះមន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀងលោកនុតបុពិនរដ្ឋមានប្រសាសន៍បញ្ជាក់ថាប្រជាពលរដ្ឋគ្រប់រូបដែលគ្មានទីស្នាក់អាស្រ័យហើយទៅតាំងទីលំនៅលើដីឯកជនរបស់រដ្ឋយូរឆ្នាំបញ្ហានេះប្រសិនបើអាជ្ញាធរតម្រូវពួកគាត់ចាក់ចែងដោយប្រការណាមួយត្រូវផ្ដល់សំណងសមរម្យលើកលែងតែដីនោះជាសម្បត្តិសាធារណៈរបស់រដ្ឋដូចជាសាលារៀនមន្ទីរពេទ្យនិងទីវត្តអារាមជាដើមទីកន្លែងទាំងនោះប្រជាពលរដ្ឋមិនអាចទៅតាំងទីលំនៅហើយកាន់កាប់ធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានឡើយអាជ្ញាធរមូលដ្ឋានត្រូវជាឲ្យបានច្បាស់ថាតើដីនេះដីឯកជនរបស់រដ្ឋឬដីសាធារណៈរបស់រដ្ឋតែបើដីឯកជនរបស់រដ្ឋពលរដ្ឋទាំងពីរគ្រួសារហ្នឹងមានសិទ្ធិរស់នៅលើហ្នឹងរដ្ឋអំណាចត្រូវទៅចុះបញ្ជីឲ្យគាត់ហើយដល់ពេលដីមានតម្លៃមានអ្នកមានអំណាចមានអ្នកតកែមានរោងចក្រមានអីទៅអញ្ចឹងទៅហើយទៅសុំទិញគាត់មកលក់ទៅជាយកខ្នងបង្អែកពីអាជ្ញាធរហ្នឹងមកបណ្ដេញគាត់ហើយយកលេសដីរបស់រដ្ឋទោះជាយ៉ាងនេះក្តីអ្នកភូមិឲ្យដឹងថាពួកគាត់ទៅរស់នៅលើដីជាប់នឹងតំបន់សេដ្ឋកិច្ចពិសេស Manhattan នោះតាំងតែនៅតំបន់នោះពុំមានការអភិវឌ្ឍទេហើយម្យ៉ាងទៀតកាលនោះអាជ្ញាធរក៏ពុំបានចាប់អារម្មណ៍ចំពោះការទៅរស់នៅរបស់អ្នកភូមិដែរខ្ញុំហ៊ុំចម្រើនវុទ្ធុ RC សេរីពីខេត្តព្រៃវែងលោកនាងជាទីមេត្រីសមាជិកខេត្តកំពង់ឆ្នាំងឲ្យដឹងថាស្ត្រីជនជាតិវៀតណាមនិងកូនស្រីអាយុ2ឆ្នាំម្នាក់បានស្លាប់ដោយសារអម៉ាល់ទិចខណៈទូកនេសាទរបស់ស្ត្រីរូបនោះបានបុកសម្បុកអម៉ាល់កាលពីព្រឹកថ្ងៃសុក្រម្សិលមិញទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្ដីលោកឆៃខេមរតនាយរងនគរបាលប្រចាំខេត្តកំពង់ឆ្នាំងចុះផ្សាយថាគ្រួសារនេសាទជនជាតិវៀតណាមនេះបានចេញទៅនេសាទហើយព្យាយាមចងទូករបស់ខ្លួនទៅនឹងដើមឈើមួយដើមប៉ុន្តែទូកនោះបានបុកចំសម្បុកអម៉ាល់ដែលបណ្ដាលឲ្យទិចស្លាប់កូនស្រីចំណែកម្ដាយបានស្លាប់ក្រោយពេលនាំមកដល់មន្ទីរពេទ្យបានមួយថ្ងៃលោកបន្តថាកូនប្រុសនិងកូនស្រីអាយុប្រហែល5ឆ្នាំផ្សេងទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងភ្នំពេញដោយសាររបួសពីអម៉ាល់ទិចកំពុងមានស្ថានភាពធ្ងន់ធ្ងរក្រោយពេលចតទូកបានបុកប៉ះចំសម្បុកអម៉ាល់ឪពុករបស់គ្រួសារមួយនេះបានព្យាយាមបើកទូកចេញពីទីនោះដែរតែម៉ាស៊ីនទូករលត់ក៏មិនអាចគេចបានព័ត៌មានបន្តថាកាលពីថ្ងៃពុធកុមារខ្មែរម្នាក់អាយុ11ឆ្នាំក៏ត្រូវបានសត្វអម៉ាល់ទិចស្លាប់នៅក្នុងខេត្តកំពង់ឆ្នាំងនេះដែរលោកនាងជាទីមេត្រីពលរដ្ឋនៅចំណុចថ្មសំលៀងឃុំដំរីផុងស្រុកឆ្លងខេត្តកោះចេះចោទប្រកាន់ក្រុមហ៊ុនវៀតណាមមួយនៅទីនោះថាបានរំលោភលើដីដំណាំរបស់ពួកគាត់ពួកគេអះអាងថាក្រុមនិស្សិតកំណត់ដីនោះជាដីក្នុងប្លង់កម្មសិទ្ធិរួចទៅហើយបែរជាក្រុមហ៊ុនមកឈូសឆាយដោយបណ្ដេញពួកគាត់ទៅរស់នៅតំបន់បាតអូសុទ្ធតែព្រៃទៅវិញលោកសុសុកប្រាថ្នារាយការណ៍ប្រជាពលរដ្ឋ4គ្រួសារនៅឃុំដំរីផុងស្រុកឆ្លងដែលមានផ្ទៃដីប្រមាណ20ហិកតាត្រូវបានក្រុមហ៊ុនវៀតណាមមួយឈ្មោះថាដៅទៀងក្រចេះបានយកគ្រឿងចាក់3គ្រឿងដើម្បីទៅឈូសឆាយដីដំណាំរបស់ពួកគាត់នៅថ្ងៃទី15សីហាដោយអះអាងថាដីនោះជាដីរបស់ក្រុមហ៊ុនប៉ុន្តែប្រជាពលរដ្ឋអះអាងថាដីនោះស្ថិតនៅក្នុងប្លង់របស់ពួកគាត់ទៅហើយប្រជាពលរដ្ឋម្នាក់រស់នៅចំណុចថ្មសំលៀងឃុំដំរីផុងលោកទូចស៊ីដាឲ្យដឹងថាពួកគាត់4គ្រួសារបានទទួលការវាស់វែងកំណត់ក្បាលដីរួចទៅហើយកាលពីឆ្នាំ2012លោកបន្តថាស្រាប់តែនៅពេលថ្មីនេះខាងក្រុមហ៊ុនដៅទៀងក្រចេះរបស់វៀតណាមបានឈូសឆាយនៅលើដីរបស់ពួកគាត់ដោយអះអាងថាជាដីរបស់ខ្លួនហើយមិនដេញពួកគាត់ចេញឲ្យទៅយកដីនៅបាតអូតែក្រុមហ៊ុនបញ្ជាក់ថាប្លង់របស់ពួកគាត់ប៉ះចំអូបាទមិនថា4គ្រួសារទេនៅកន្លែងនេះវាមានច្រើនគ្រួសារហើយការទាមទារនឹងទាមទារទៅឲ្យរដ្ឋាភិបាលជួយដោះស្រាយដីជូនប្រជាពលរដ្ឋដែរព្រោះនៅក្នុងគ្រួសារកាលនិស្សិតចូលមកហ្នឹងខ្លះបាន 20A 30A ហ្នឹងហើយនិស្សិតហ្នឹងក៏បាននិយាយដែរថាបើសិនជាមានក្បាលយើងនឹងទៅជួយហើយពលរដ្ឋម្នាក់ទៀតអ្នកស្រីរស់សថារីឲ្យដឹងដែរថា
កាលពីពេលកន្លងទៅក្រុមហ៊ុនមួយនេះបានឈូសឆាយដីរបស់ពួកគាត់ដែលបានដាំដំណាំម្ដងរួចទៅហើយប៉ុន្តែគឺជាដីមិនស្ថិតនៅក្នុងប្លង់ដោយខាងក្រុមហ៊ុនបានចេញសំណងថ្លៃពលកម្មឲ្យពលរដ្ឋដែលប៉ះពាល់រួចហើយដែរអ្នកស្រីបញ្ជាក់ថាការពីក្រុមនិស្សិតចុះវាស់គឺគេបានកាត់ផ្ទៃអូចេញដោយទំហំផ្ទៃដីមិនបូកបញ្ចូលផ្ទៃអូឡើយក្រោយមកអាជ្ញាធរខេត្តចុះកាយប្រឡាយដើម្បីកំណត់ព្រំជូនពួកគាត់កាលពីខែមេសាឬខែឧសភាឆ្នាំ2014រួចហើយប៉ុន្តែក្រុមហ៊ុននៅតែបំពេញដដែលវិទ្យុអាស៊ីសេរីមិនអាចតាក់ទងខាងភាគីក្រុមហ៊ុនដូវទៀងក្រចេះបានទេនៅថ្ងៃទី15សីហាចំណែកមេឃុំដំរីផងវិញលោកឡាយសវណ្ណមានប្រសាសន៍ថាប្រជាពលរដ្ឋស្ទើរតែទាំងអស់នៅចំណុចថ្មសំលៀងនោះគឺជាប្រជាពលរដ្ឋចំណាក់ស្រុកមកពីខេត្តផ្សេងៗតែប៉ុណ្ណោះលោកបន្តថាអាជ្ញាធរបានហាមពលរដ្ឋដែលក្រុមនិស្សិតចុះវាស់វែងជូននោះមិនឲ្យពួកគាត់រុករានដីព្រៃបន្តទៀតនោះទេប៉ុន្តែប្រជាពលរដ្ឋនៅតែមិនព្រមស្ដាប់ឡើយលោកបន្ថែមថាខាងក្រុមហ៊ុនមិនបានប៉ះពាល់នៅលើដីដែលប្រជាពលរដ្ឋមានប្លង់ឬដីស្ថិតនៅក្នុងប្លង់នោះទេប៉ុន្តែវាអាចប៉ះចំនៅលើដីរបស់ពលរដ្ឋដែលកាន់កាប់ដោយខុសច្បាប់តែប៉ុណ្ណោះប៉ុន្តែអ្វីដែលគាត់ណពីខាងណាក៏ដោយបើដីគាត់ទៅជាវិការហើយអានេះក៏គេវាស់ឲ្យគាត់ដែរប៉ុន្តែដីនៅព្រៃគេមិនអាចមានសិទ្ធិវាស់ឲ្យយើងបានទេប៉ុន្តែគាត់ចេះតែធ្វើចាំបាច់ចេះតែមានបញ្ហាលោកបញ្ជាក់ថាការវាស់វែងនោះគ្មានគ្រួសារណាបានដី5ហិកតានោះទេពីព្រោះដីពេលនោះសុទ្ធតែព្រៃគ្មានអ្នកណាវាស់ដីព្រៃឲ្យឡើយតាក់ទងទៅនឹងបញ្ហាដីធ្លីនៅចំណុចថ្មសំលៀងកាលពីខែមេសាមានប្រជាពលរដ្ឋជាច្រើនរយនាក់បានចេញតវ៉ាចំពោះការឈូសឆាយដីចម្ការរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុនដូវទៀងក្រចេះនេះដែរហើយការតវ៉ានោះរហូតឈានដល់ការឃាត់ខ្លួនប្រជាពលរដ្ឋ3នាក់ជាបន្តបន្ទាប់ដោយអាជ្ញាធរចោទប្រកាន់ពួកគាត់ថាជាអ្នកញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ាដែលវារំខានដល់ការអនុវត្តច្បាប់និងបានប្រើប្រាស់អំពើហិង្សាទៅលើសមាជិកជាដើមក្រោយមកសាលាដំបងខេត្តក្រចេះក៏សម្រេចដោះលែងពលរដ្ឋម្នាក់វិញបន្ទាប់ពីរកឃើញថាគាត់មិនបានពាក់ព័ន្ធទៅនឹងការតវ៉ារឿងដីធ្លីនាពេលកន្លងមកនោះទេខ្ញុំសោតសុខប្រាថ្នាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ចាមលោកអ្នកនាងជាទីមេត្រីអ្នកភូមិលពីងហៅការចុះផ្សាយរបស់កាសែតក្នុងស្រុកថាកំពុងបំភ្លៃព័ត៌មានពិតចំពោះបញ្ហាចំនួនដីធ្លីរវាងក្រុមអ្នកភូមិនិងក្រុមហ៊ុន KDC ការលើកឡើងនេះគឺបន្ទាប់ពីកាសែតក្នុងស្រុកមួយចំនួនដកស្រង់សម្ដីអ្នកសង្កេតការឯករាជ្យដែលមើលឃើញថាអ្នកភូមិលពីងនាំគ្នាធ្វើដំណើរដោយថ្មើរជើងចេញពីភូមិដែលស្ថិតក្នុងឃុំតាចេះស្រុកកំពង់ត្រឡាចមករកអន្តរាគមន៍ពីរដ្ឋាភិបាលនៅភ្នំពេញនោះថាជាការសម្ដែងល្ខោនបំភាន់ភ្នែកមហាជនដោយមានអ្នកគាំទ្រសម្ដែងជាក្រុមអង្គការសង្គមស៊ីវិលនិងបកប្រឆាំងនៅពីក្រោយអ្នកស្រីអុកសាវបរីរាយការណ៍តំណាងអ្នកភូមិលពីងដែលបដិសេធការផ្សាយរបស់កាសែតក្នុងស្រុកអះអាងថាពួកគាត់បានឡើងមករកអន្តរាគមន៍ពីរាជរដ្ឋាភិបាលគឺដោយសារពួកគេរងទុក្ខវេទនាពីការធ្វើបាបរបស់ក្រុមហ៊ុននិងអស់ជំនឿលើអាជ្ញាធរពាក់ព័ន្ធជាពិសេសតុលាការខេត្តកំពង់ឆ្នាំងអ្នកស្រីអ៊ុំសុភីតំណាងអ្នកភូមិលពីងថ្លែងថាការចុះផ្សាយរបស់កាសែតគឺជារឿងមិនពិតបាត់មូលហេតុដែលអ្នកភូមិលពីងឡើងភ្នំពេញនេះគឺដោយសារពួកគាត់ត្រូវក្រុមហ៊ុនពាត់មិនឲ្យចេញពីផ្ទះមិនអាចប្រកបរបរចិញ្ចឹមជីវិតបានអ្នកស្រីបន្តថាអ្នកភូមិឡើងមកភ្នំពេញបានដោយលួចចេញតាមព្រៃអ្នកស្រីអ៊ុំសុភីបន្តទៀតថាក្រុមហ៊ុនចាប់ប្តីគាត់ឈ្មោះស្ងួនញឿនថាជាមេខ្លោងឆ្នៃគ្រាប់បែកជំពាមដែកនិងកាំភ្លើងខ្យល់បាញ់លើកម្មករក្រុមហ៊ុន KDC ឲ្យរបួសច្រើនអ្នកហើយប៉ូលីសខេត្តកំពង់ឆ្នាំងបានចុះឆែកឆេរនៅផ្ទះគាត់អ្នកស្រីថាបើប្តីគាត់ជាអ្នកឆ្នៃគ្រាប់បែកជំពាមដែកនិងកាំភ្លើងខ្យល់ម្លេះប៉ូលីសពិតជាចាប់ប្តីគាត់តាំងពីពេលនោះមិនមែនមកចាប់ប្តីគាត់នៅកណ្ដាលផ្លូវកំពុងដើរមករកការតវ៉ានៅភ្នំពេញទេរាជអាជ្ញាលោកមិញស្រុនក៏គាត់បានចុះទៅឆែកឆេរផ្ទះខ្ញុំដែរហើយអត្តការលោកហុលវិស្នាក៏បានចុះទៅឆែកឆេរផ្ទះរបស់នាងខ្ញុំដែរមិនឃើញមានអាវុធចែកឆ្នៃអីទេទៅហើយរ៉េតបានកាសែតរដ្ឋស្មីកម្ពុជាចុះចោទប្រកាន់លើប្តីនាងខ្ញុំអញ្ចឹងគឺមិនមែនជាការពិតទេប្តីរបស់នាងខ្ញុំត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃអង្គារទី12ហ្នឹងបាត់ហើយដោយសារមានការបន្តហើយសមត្ថកិច្ចប្រាអំពើហិង្សាមកលើប្រជាពលរដ្ឋរបស់ពួកខ្ញុំយ៉ាងសាហាវជាទីបំផុតជាបីដូចពួកខ្ញុំហ្នឹងគឺជាសត្វធាតុអញ្ចឹងចាប់ពួកខ្ញុំវាយពួកខ្ញុំឲ្យរងរបួសមិនព្យាបាលពួកខ្ញុំមុនទេចាប់ពួកខ្ញុំដាក់ពន្ធនាគារយ៉ាងណាអត់ស្គាល់វាយពួកខ្ញុំធ្វើបាបពួកខ្ញុំមកវាយពួកខ្ញុំចាក់ចោលអស់គឺសាហាវណាស់យកដំបងយកខែមកវាយពួកខ្ញុំលើដៃទៅទេគ្មានអ្វីតបតនឹងគេវាយមិនគិតតែក្មេងឬកចាទេកាសែតក្នុងស្រុកបានចុះផ្សាយកាលពីថ្ងៃទី15ខែសីហាថាអ្នកភូមិដែលមានក្រុមអង្គការសង្គមស៊ីវិលនិងបកប្រឆាំងនៅពីក្រោយបានឡើងមកភ្នំពេញសម្ដែងល្ខោនបំភាន់មតិសាធារណជនឲ្យយល់ច្រឡំអំពីរឿងចំនួន
ដីធ្លីនៅឡពីងលើសពីនេះកាសែតបញ្ជាក់ទៀតថាក្នុងចំនួននៅពេលកន្លងមកអ្នកភូមិបានបង្កើតគ្រាប់បែកឆ្នៃជាអាវុធបង្កឲ្យរបួសកម្មករចរាអ្នកដែលអ្នកភូមិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីស្ថាប័នកាសែតក្នុងស្រុកដើម្បីតបទៅនឹងការបដិសេធរបស់អ្នកភូមិឡពីងបានទេនៅថ្ងៃទី15ខែសីហាពាក់ព័ន្ធនឹងការចោទប្រកាន់អ្នកភូមិនេះអធិការស្រុកកំពង់ត្រឡាចលោកហ៊ុលវាសនាមានប្រសាសន៍នៅក្នុងនាមជាអាជ្ញាកណ្ដាលនៅថ្ងៃទី15ខែសីហាថាលោកនិងមន្ត្រីក្រមអាវ៉ាតបានចូលទៅឆែកឆេរលំនៅអ្នកស្រីអ៊ុំសុភីនិងលោកស្ងួនញឿននៅពេលឆែកឆេររកមិនឃើញផលិតផលសម្រាប់ឆ្នៃគ្រាប់បែកទេតែបានឃើញចំពាមកៅស៊ូនិងដបសាំងដែលបើកគម្របចោលអស់គុណភាពចំហេះទៅហើយចាំមកឆែកឆេរតែឆែកឆេរយើងមិនឃើញអីទេគ្រាន់តែឃើញតែជាងកៅស៊ូពីដបសាំងតាវាបោះណាដបសាំងឡងមកតែគាត់សោតប្រើណាតំណាងក្រុមហ៊ុន KDC លោកថៃហ៊ីបដិសេធកន្លងមកមិនធ្វើអត្ថាធិប្បាយជុំវិញករណីចំនួនដីនៅភូមិឡពីងទេប្រជាពលរដ្ឋភូមិឡពីងចំនួន5នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនិងមួយចំនួនទៀតត្រូវសាលាដំបងខេត្តកំពង់ឆ្នាំងបន្តក៏ហៅឲ្យចូលបំភ្លឺក្នុងរឿងរស់នៅពាក់ព័ន្ធដីក្រុមហ៊ុន KDC នេះតំណាងអ្នកភូមិបញ្ជាក់ទៀតថាដោយសារតែចំនួនដីអូសបន្លាយមិនអាចរកដំណោះស្រាយនេះធ្វើឲ្យអ្នកភូមិបាត់បង់មុខរបរបាត់បង់ផ្ទះសម្បែងដីធ្លីបាក់បែកគ្រួសារហើយមូលហេតុចម្បងដែលនាំឲ្យប្រជាពលរដ្ឋបន្តការតវ៉ាគឺក្រុមហ៊ុនតែងតែដាក់សម្ពាធបង្ខំឲ្យពួកគាត់ទទួលយកសំណងដែលពុំសមស្របតាមតម្លៃនៅទីផ្សារនាងខ្ញុំអុកសាយបុរីវិទ្យុអាស៊ីសេរីភ្នំពេញលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារផ្សេងៗទៀតនៅពេលបន្តិចទៅនេះលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ស្ដីអំពីពលរដ្ឋខេត្តព្រះវិហារភាគច្រើនមិនអាចទទួលបានព័ត៌មានការព្រួយបារម្ភនានាអំពីអនុស្សរណៈយោគយល់គ្នារវាងកម្ពុជានិងចិនក្នុងវិស័យនាំអង្គចេញប្រវត្តិនៃការងើបបះបោររបស់ពលរដ្ឋភូមិក្រាំងលាវដែលបារាំងដាក់ឈ្មោះថាជាភូមិដេរឆានក្នុងពេលអាណានិគមហើយនៅចុងក្រោយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រី